taទាំងអស់គ្នាទៅលេងផ្ទះតកក់មួយខ្ញុំណាយល់ទៅអាកន្លែងហ្នឹងនៅម្ដុំអ៊ីអនដែរគេហៅបឹងកក់ហ្នឹងហើយអញ្ចឹងសម្រាប់អ្នកដែលគាត់ទៅបានត្រៀមអាវត្រៀមអីគឺគាត់ត្រូវទិញសំទោសត្រូវជួលអាវជាមួយនឹងស្បែកជើងរបស់គេហ្នឹងតម្លៃ$5ប៉ុន្តែបើករណីយើងមានស្បែកជើងប៉ាត់តាហើយយើងជួលតែអាវតម្លៃតែ$3ទេហើយបើករណីយើងមានអាវហើយអត់មានស្បែកជើងយើងជួលស្បែកជើងអស់$3ដូចគ្នាប៉ុន្តែបើយើងចង់ជួលសរុបទាំងពីរគឺវាអស់$5ទាំងពីរមុខហ្នឹងណារួមទៅអត់ប្រហែលអីយើងអត់មានរបស់ស្រាប់យើងទៅដល់ក៏គេមានសម្រាប់ឲ្យយើងជួលដែរតែគ្រាន់ថាបើយើងមានខ្លួនឯងស្រាប់យើងអត់បាក់ចំណាយលុយលើនឹងទៀតចឹងណាហ្នឹងហើយព្រោះយើងបានចំណាយទៅលើសំបុត្រហើយតែបើករណីយើងអត់មានចឹងយើងត្រូវអស់ថ្លៃសំបុត្រហងអស់ថ្លៃកៅអៅហងចឹងទៅអញ្ចឹងយើងត្រៀមឲ្យចប់ចឹងទៅយល់ទៅខ្ញុំទៅកន្លែងហ្នឹងគឺសប្បាយខ្លាំងហ្នឹងហើយត្រជាក់ដំបូងខ្ញុំគិតថាអត់សូវត្រជាក់អីហ្មងទេព្រោះខ្ញុំបានពាក់ស្បែកជើងពាក់សំជើង2ជាន់អីចឹងណាហើយមានអាវក្រាស់ប៉ុន្តែមានណាដល់ពេលគ្រាន់តែចូលទៅกระดาษសបុតរបស់ខ្ញុំហ្នឹងវាចាប់ដើមទន់ហ្មងវាត្រជាក់ឲ្យវាឡើងដក8ហើយខ្ញុំទៅនឹងសប្បាយខ្លាំងដោយសារខ្ញុំបានជិះអាក្រុមស្លាយខ្ញុំស្ដាយខ្លាំងខ្ញុំចង់ជិះអាទូចពណ៌ខៀវនេះដែលកូនក្មេងគាត់កំពុងកាន់រត់ហ្នឹងប៉ុន្តែទៅអត់មានទៅហៅទៅក្មេងៗគាត់យកអស់រហូតប៉ុន្តែជិះអាហ្នឹងសប្បាយជាងខ្ញុំជិះអាធំណាបើជិះអាធំគេជិះលក្ខណៈក្រុមពងកង់ឡានទាំងអស់គ្នាជិះអាហ្នឹងហើយយើងស្រោតទៅលើតកក់ហ្នឹងវាល្អទៅហើយជិះលើកទី1ភ័យខ្លាំងប៉ុន្តែទោះបីភ័យខ្លាំងយ៉ាងណាក៏ឆ្លៀតកាន់ទូរស័ព្ទដើម្បីថតវីដេអូដែរប៉ុន្តែមុនពេលខ្ញុំឡើងទៅដល់ហ្នឹងអ្នកគ្នាមើលខាងនេះទៅគេមានកន្លែងលេងច្រើនណាស់ហើយយល់ទៅគឺគេធ្វើមក full up តកក់ហ្មងហើយអាកតិចសតូទូចហ្នឹងមិនសបនិមិត្តជ័រអីណាអាហ្នឹងក៏តកក់ដែរគេលក្ខណៈគេកិនឲ្យម៉ត់ហើយគេធ្វើដាក់ក្រាលលើឈើអញ្ចឹងណាប៉ុន្តែសូមបញ្ជាក់តិចកន្លែងហ្នឹងរៀងល្អបន្តិចបើករណីពួកយើងដើរទៅហើយឃើញវារៀងតកក់ហ្នឹងវារៀងជ្រះពីឈើតិចដើរទៅតរៀងប្រយ័ត្នអត់ចឹងវាល្អដួលអីចឹងណាមកពេលខ្ញុំទៅនឹងដួលឡើង2-3នាក់ប៉ុន្តែអត់ជាធុនធ្ងរគ្រាន់តែពួកគាត់ល្អឲ្យដួលចាប់គ្នាតនេះចឹងណាតែគាត់ខ្ញុំប្រាប់ទាំងអស់គ្នាឲ្យប្រុងប្រយ័ត្ននៅពេលដែលទៅលេងចឹងណាសប្បាយដល់គ្នាឲ្យមើលកន្លែងនេះខ្ញុំស្រូតទៅខ្ញុំភ័យពេលហ្នឹងខ្ញុំភ័យខ្លាំងមែនតើហ្មងស្រែកផងឲ្យផងប៉ុន្តែបន្ទាប់ពីជិះលើកទី1នេះហើយពួកខ្ញុំសម្រេចចិត្តថាទៅជិះលើកទី2ម្ដងទៀតដំបូងភ័យដល់ពេលអស់ពីភ័យសាកម្ដងទៀតមើលខែរម្ដងទៀតវាលែងសូវភ័យកាន់តែសប្បាយហើយបន្ទាប់ពីហ្នឹងហើយខ្ញុំក៏ជិះម្ដងទៀតប៉ុន្តែជិះម្ដងទៀតសប្បាយមែនពួកខ្ញុំជិះមកទាំង3នាក់ហ្មងហើយបន្ទាប់ពីរួចផុតអាពីលើកទី2ហ្នឹងហើយខ្ញុំមកឃើញអាកន្លែងមួយទៀតខ្ញុំក៏យកមកអាពងហ្នឹងមកជិះអាកន្លែងនេះតែមានណាជិះអត់បានហ្មងផងហ្នឹងដោយសារវាអត់ល្អឡងគ្នាយកជើងដោលឡើងពេញហ្នឹងយើថាកន្លែងហ្នឹងត្រឹមតែជិះផុតអស់ដៃអស់ជើងកាប៉ិតបើងើបអាពងហ្នឹងក៏បានដែរប៉ុន្តែមនុស្សវាខ្ជិលចង់ចង់ជើងអង្គលចឹងណាឡើងអស់ដៃអស់ជើងហ្មងទាំងអស់គ្នាកន្លែងហ្នឹងសាំហ្មងដោយសារកន្លែងហ្នឹងគេខានជិះយូរដល់ពេលហ្នឹងទៅអាកន្លែងក្រុមតកកហ្នឹងវាមកកកនៅកន្លែងហ្នឹងអញ្ចឹងណាបើដែរបើករណីមានគេយកអីកាវវាចេញទៅអាកន្លែងពោហ្នឹងយើងអាចជិះបានធម្មតាប៉ុន្តែដោយសារអត់មានអ្នកជិះរួមទៅអានឹងវាអត់សូវល្អណាស់មកអត់សូវមានក្មេងជិះហ្នឹងទៅវាក៏កអាក្រុមតកកតិចនឹងត្រឡប់មកឬគេបាយពីលើអញ្ចឹងណាដល់ពេលអញ្ចឹងមានណាជិះអត់ល្អអត់សុបាយដំបូងខ្ញុំគិតថាអូជិះអានោះវាខ្ពស់ពេកភ័យខំជិះមកបកមកជិះអានេះថាមានណាញាក់សាច់ឡើងអស់ដៃអស់ជើងហ្មងខ្ញុំគិតថាអ្នកនរគ្នាគួរតែទៅលេងកន្លែងហ្នឹងម្ដងហ្នឹងហើយភ្លុករសជាតិម្ដងទៅសប្បាយខ្លាំងបើសិនជាបានទៅជាមួយមិត្តភក្តិទៀតណាញាក់សាហាវហ្មងចាហ្នឹងហើយអ្នកនរគ្នាអញ្ចឹងខ្ញុំអត់មានអីត្រូវរៀបរាប់ទេព្រោះមានតែប៉ុណ្្នឹងគ្រាន់ចង់ផ្ដាំថាអ្នកនរគ្នាមកសូមត្រៀមឲ្យមានសម្ភារៈគ្រប់គ្រាន់អីចឹងណាចាអរគុណច្រើនជម្រាបលា